បាទសួស្តីអ្នកនេះយើងមករៀនប្រយោគងាយៗទាំងអស់គ្នាបាទប្រយោគទី1យើងនិយាយថានីហៅបាទនីហៅយើងអត់បែរថាសួស្តីបាទនីហៅយើងអត់បែរថាសួស្តីប្រយោគទី2យើងនិយាយថា你叫什么名字បាទ你叫什么名字តើអ្នកឈ្មោះអ្វីបាទ你叫什么名字តើអ្នកឈ្មោះអ្វីបាទអញ្ចឹងយើងឈ្មោះអីយើងត្រូវដាក់ឈ្មោះហ្នឹងមកណាដល់ថាយើងឈ្មោះសម្បត្តិអញ្ចឹងយើងដាក់វចោសម្បត្តិអីចឹងទៅបាទប្រយោគទី2យើងអានថានីជីស៊ួយលបាទនីជីស៊ួយលតើអ្នកអាយុប៉ុន្មានហើយឬយើងនិយាយថានីតោសោស៊ួយលនីតោសោស៊ួយលបាទតើអ្នកអាយុប៉ុន្មានហើយឬយើងនិយាយថានីតោតាលនីតោតាលតើអ្នកអាយុប៉ុន្មានហើយបាទអញ្ចឹងគឺដូចខ្ញុំអាយុម៉ាន18ឆ្នាំអញ្ចឹងយើងដាក់ថា我18岁了ណា我18岁了បាទអូខេមេរៀននេះប៉ុណ្ណឹងបាយបាយ再见